ថ្ងៃនេះយើងចូលដល់មេរៀនទី3ហើយគឺយើងរៀនអំពីសកលឹមនៅក្នុងសកលឹមគឺយើងមានអក្សរ5តួគឺសឈិសឹសេសុយើងមកអនុវត្តទាំងអស់គ្នាទៅសមាន3ចលនាចលនាទី1ចលនាទី2ចលនាទី3ចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងទី2គឺឈិចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងជួយជំនាញទី3ចលនាចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងចូលបង្កើតពាក្យជួយជំនាញទី4មាន3ចលនាចលនាទី1ចលនាទី2ចលនាទី3ចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងចូលបង្កើតពាក្យ世界ប្រែថាពិភពលោកជួយជាចុងក្រោយមាន1ចលនាជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងចូលបង្កើតពាក្យមានお菓子ប្រែថាអាហារសម្រន់ជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរឥឡូវនេះយើងមកចាប់គូមកសឥឡូវនេះយើងដល់ទីបញ្ចប់ហើយសូមកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅមេរៀនថ្មីៗ